សួស្តីអ្នកនាងខ្ញុំខលវីដេអូ lecture នៅទី4ដែលយើងនិយាយអំពី process ជាមួយនឹង Display Music CPU និង RAM អូខេអញ្ចឹងទី1គឺយើងមាន command ps ដែលយើងនឹងបង្ហាញវាជាមួយនឹង process ដែលយើងកំពុងតែ run អញ្ចឹងឧទាហរណ៍ថាយើងនៅពេលយើងបាយពី ps command ហ្នឹងគឺយើងមានឃើញ process 2ដែលវាកំពុងតែបើកអូខេអញ្ចឹងទី1ទៀតគឺយើងអាចប្រើ command មួយនេះ command ps aux grep នេះដើម្បីយើងស្វែងរក process ជាក់លាក់ណាមួយនៅក្នុងដែលយើងចង់រកថាយើងចង់ទៅរក process telnet អញ្ចឹងយើងដាក់ command ហ្នឹងមកវានឹងទៅបង្ហាញ display telnet ហ្នឹងឲ្យយើង process admin ទាំង process id ហ្នឹងអូខេអញ្ចឹងតើតើជាមួយនឹង pmap នេះដែលយើងនេះ memory map of process អញ្ចឹងយើងអាចតែវាបាននេះsorry នេះតែយើងយក command pmap ហ្នឹងមកយើងមកដាក់មកវានឹងចេញតទៅជាមួយនឹង process bus ដែលយើងប្រើដែលវា map ជាមួយនឹង memory ហ្នឹងបន្តទៀតគឺយើងអាចប្រើពាក្យ top នេះប្រើ top ហ្នឹងគឺដើម្បី display នៃការប្រើប្រាស់RAM CPU របស់យើងផងដែរដែលយើងអាចប្រើ command p ដើម្បី sort អញ្ចឹងទៅនេះគឺជា command អីmemory ដែលយើងប្រើហើយនឹង CPU អីចឹងដែរគឺដោយសារតែខ្ញុំនៅក្នុង server ខ្ញុំអត់តមានច្រើនចឹងអត់ដែរនេះបាននេះចុះដល់ថា kill PID នេះគឺយើងអាចប្រើ kill ដើម្បី kill process ID របស់យើង kill all process នេះអានេះមានថាយើងនឹង kill all process របស់យើងអញ្ចឹង list stop backgroundតែតោះជាមួយនឹង process នេះ process BG នេះយើង list stop background មានថាlist stop background វាថាយើង run process របស់យើងនៅក្នុង background ហើយនៅនេះ foreground នឹងវាយកមកចឹងតែចំពោះ DF8 នេះគឺមាន source space unknown file system មានថាយើងនឹងបង្ហាញតើតោះជាមួយនឹងយើងនឹងបង្ហាញទៅជាមួយនឹង memory file system របស់យើងដែលបានមកជាមួយនឹង OS របស់យើងហើយនឹង DFI ទីវាថា so យើងនឹងទៅមើល node ណាវា node ដែលវាបាន attach ជាមួយនឹង D របស់យើងដែរជាមួយនឹង D របស់យើងដែរចឹងយើងអាចតេស្តនៅ comment ហ្នឹងទៅយើងដាក់ sudo នេះ command TUAF ហ្នឹងមានន័យថា command មួយហ្នឹងនៅពេលដែលយើងវាយមួយទៅវានឹងនេះវានឹងគិតទៅជា free ជាមួយនឹងអីហ្នឹងវានឹងគិតទៅជា kilo ឬក៏ format អីដែលយើងអានទៅយើងជានឹងងាយស្រួលយល់ក្នុងការនេះហ៎ក្នុងការចាក់បានឬក៏ស្រួលអានអញ្ចឹងទៅយើងទៅស្រួលអានសម្រាប់មនុស្សយើងវា convert ទៅជា human language ដែលយើងអាចងាយស្រួលបានអញ្ចឹងសរុបដល់អស់ file របស់យើងវាប្រើគឺមាន48 kilo យើងនិយាយភាសារបស់យើងស្ដាប់48 kilo ចឹងយើងចូលមកដល់នេះយើងអាចចូលទៅមើល CPU បានដោយប្រើ command cat នេះសម្រាប់ចូលមើល file pro នេះ CPU info អញ្ចឹងពេលដែលយើងប្រើ command ហ្នឹងយើងចូលទៅមើល resource CPU របស់យើងដែរយើងបានប្រើយើងមានមើល information core i5 CPU at 2.50 Hz អីហ្នឹងទៅនេះជា information CPU របស់យើងអានេះគឺជា information របស់ RAM របស់យើងចូលយើងដាក់ចឹងមាន buffer មាន inactive មាន cache ចឹង command មួយនេះយើងសូតទៅជាមួយនឹងអ្វីដែលយើងសរ
free នេះគឺយើងសល់ម៉ាកយើង free នេះ free នៅសល់ច្រើនម៉ាកយើងបានផើចឹង date យើងតើតង comment date យើងមើលទៅលើថ្ងៃខែយើងទៅខាងនេះថា show this month calendar វានឹងប្រាប់ថ្ងៃយើងថាថ្ងៃហ្នឹងថ្ងៃគេដូចជាថ្ងៃទី15កញ្ញាទៅចឹងយើងប្រាប់យើងមកយើង2026អាថែមយើងអាចមើលកន្លែងណាទាំងអស់គ្នាអាថែមអូខេ W display who is online ពេលដែលយើងបាយកមែនមកយើងប្រាប់ពីណាគេទាំងពួក online ទៅ Who am I គឺទៅរកថាយើងនឹងគឺជាណាគេគឺជាថៃ Find user finger user សាក់យើងសាក់តែមក No យើងចូលដាក់ finger ថៃតទៅទៀតយើងអាចចូលទៅមើល username អីនេះបាន username អីយើងមើលទៅតងជាមួយនឹង show connect information និង connect របស់យើងសម្រាប់ interact ជាមួយនឹង OS system ចឹងវីដេអូហ្នឹងមានតែប៉ុណ្ណឹងយើងអាចតែបានគឺ comment ទាំងអស់នេះគ្រាន់តែយើងអាច link ដល់ទៅលើ process ជាមួយនឹងការ clear process យើងរ៉ាំ process មួយណានៅ background យើងរ៉ាំ process នៅ foreground យើងអាចរ៉ាំ process នៅ foreground នឹងលេខរៀងទីម៉ានអញ្ចឹងទៅ foreground អីហើយនឹង space យើងអាចទៅមើល space memory របស់យើងក្នុងនោះបានហើយនឹង comment មួយចំនួននេះយើងអាចដើម្បីមើលម៉ោងឬក៏មើល user date free CPU information របស់យើង